ជំនាញជីវិត3ដ៏សំខាន់ដែលប្រមាក់គួរតែបង្រៀនកូនតាំងពីតូច 1. បង្រៀនកូនឲ្យចេះបង្ហាញអារម្មណ៍ពេលណាដែលគាត់អត់សប្បាយចិត្តពេលណាដែលគាត់ខឹងឬពេលណាដែលគាត់យំប្រមាក់ត្រូវដឹងថាអូននៅទូចគាត់អត់ទាន់ស្គាល់អំពីអារម្មណ៍នោះជាអ្វីទេអញ្ចឹងប្រមាក់អាចទៅបន្ថែមឲ្យអូនស្គាល់អំពីឈ្មោះនៃអារម្មណ៍ទាំងអស់នោះផងដែរដើម្បីឲ្យកូនអាចគ្រប់គ្រងអារម្មណ៍បានទាល់តែកូនស្គាល់អំពីអារម្មណ៍ទាំងអស់នោះជាមុនសិន 2. បង្រៀនកូនឲ្យហ៊ានបញ្ចេញមតិយោបល់នៅអ្វីដែលគាត់គិតប៉ុន្តែដោយគោរពអ្នកដទៃប៉ាម៉ាក់អាចបន្ថែមប្រាប់កូនថាការដែលកូនមានគំនិតផ្ទុយពីអ្នកដទៃមិនមែនជារឿងខុសឬក៏រឿងមិនល្អនោះទេប៉ុន្តែផ្ទុយទៅវិញការដែលកូនហ៊ាននិយាយនៅអ្វីដែលកូនគិតវាជួយឲ្យកូនមានភាពក្លាហានតស៊ូមតិនៅថ្ងៃអនាគត 3. ការនិយាយទំនាក់ទំនងដែលល្អជាមួយមិត្តភ័ក្តិនិងអ្នកដទៃគឺផ្ដើមចេញពីការស្ដាប់ដោយយកចិត្តទុកដាក់មិននិយាយកាត់ឬក៏ដណ្ដើមអ្នកដទៃនិយាយប៉ាម៉ាក់អាចបន្ថែមកូនឲ្យមានការប្រុងប្រយ័ត្នលើការប្រើប្រាស់ពាក្យសម្ដីពីព្រោះពាក្យសម្ដីដែលនិយាយចេញក្រៅពិតជាមានឥទ្ធិពលខ្លាំងមែនទែនពាក្យសម្ដីដែលកូននិយាយចេញក្រៅអាចធ្វើឲ្យអ្នកដទៃស្អប់កូនឬក៏ស្រឡាញ់កូនហើយក៏អាចធ្វើឲ្យអ្នកដទៃជឿចាប់ផងដែរដូច្នេះពេលដែលកូននិយាយសូមនិយាយដោយសុភាពរាបសារនិងពីរោះ